ទស្សនិកជនជាទីមេត្រីចាអ្នកថតរូបឯករាជ្យអាជីពនិងអ្នកថតរូបវ័យក្មេងកម្ពុជា4រូបបានធ្វើដំណើររួមគ្នាតាមខេត្តនានាដើម្បីប្រម៉ែប្រមូលរូបភាពល្អៗលើប្រធានបទចំនួន4ទាក់ទងទៅនឹងរូបភាពទេសភាពធម្មជាតិជីវភាពប្រជាពលរដ្ឋរបស់របរប្រើប្រាស់ប្រចាំថ្ងៃនៅតាមតំបន់និងចងក្រងជាកម្រងវីដេអូមួយចាសូមអញ្ជើញទស្សនាបទយកការរបស់លោកស្រីសុភ័ក្រដំបូងគឺពួកយើងជាអ្នកថតរូបដែលបានស្គាល់គ្នាហើយយើងមានគំនិតដូចផ្ដើមស្វែងរកគម្រោងដើម្បីយើងថតជុំគ្នាអញ្ចឹងនៅពេលដែលយើងវិភាគសារទៅសិតតែជាអ្នកដែលចូលចិត្តធ្វើដំណើរក្រោយពីយើងបានសិក្សាជាមួយគ្នាជាច្រើនដងយើងក៏បានសម្រេចថាយើងនឹងបានរើសខ្សែបន្ទាត់ត្រង់មួយដែលឆ្លងកាត់ប្រទេសកម្ពុជានៅរវាងព្រំប្រទល់ម្ខាងទៅព្រំប្រទល់ម្ខាងទៀតដែលមានចម្ងាយវែងជាងគេអញ្ចឹងនៅលើផែនទីបន្ទាប់ពីយើងបានគូសទៅគឺវាចម្ងាយដែលវែងជាងគេរបស់ប្រទេសកម្ពុជាហ្នឹងចាប់ពីគិរីសាគរខេត្តកោះកុងរហូតដល់កន្ទុយនាគខេត្តរតនគិរីគម្រោងថតរូបប្រទេសកម្ពុជានៅលើខ្សែបន្ទាត់ត្រង់មួយឬ Cambodia on the line ដោយផ្ដើមដោយអ្នកថតរូបឯករាជ្យអាជីពនិងអ្នកថតរូបវ័យក្មេងកម្ពុជា4រូបបានចាប់ផ្ដើមគម្រោងការថតរូបកាលពីខែមិថុនាឆ្នាំ2015គម្រោងនេះមានបំណងផ្ដិតយករូបភាពតាក់ទងទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពីខេត្តមួយទៅខេត្តមួយក្នុងប្រទេសកម្ពុជាដោយឆ្លងកាត់7ខេត្តរួមមានខេត្តកោះកុងកំពង់ស្ពឺកំពង់ឆ្នាំងកំពង់ធំក្រចេះស្ទឹងត្រែងនិងរតនគិរីក្រុមអ្នកថតរូបវ័យក្មេងដែលមានអាយុចាប់ពី25ឆ្នាំដល់33ឆ្នាំហើយចូលចិត្តដំណើរផ្សងព្រេងបានចំណាយថវិកាផ្ទាល់ខ្លួនក្នុងការធ្វើដំណើរឆ្លងខេត្តជាមួយម៉ូតូមិនសូវទំនើបដើម្បីផ្ដិតយករូបភាពពីតំបន់ចុងកាត់មាត់ញោកគ្មានសេវាទូរស័ព្ទមិនសូវសុវត្ថិភាពវាលទំនាបវាលស្មៅវាលខ្សាច់ដីល្បាប់និងព្រៃលិចទឹកក្នុងប្រទេសកម្ពុជាក្រុមនេះរក្សាទិសដៅថតនៅលើខ្សែបន្ទាត់ត្រង់ជានិច្ចដូច្នេះពេលទៅដល់ទីណាយកពេលណាសម្រាប់ទីនោះតាមស្ថានភាពជាក់ស្ដែងជួនកាលសម្រាប់ក្នុងព្រៃរូងភ្នំលើភ្នំឬវត្តអារាមជាដើមចំពោះថវិកាគឺពួកយើងប្រើថវិកាផ្ទាល់ខ្លួនសុទ្ធសាធចាប់តាំងពីដំបូងមកដល់ពេលនេះហើយនៅក្នុងជើងមុនដែលយើងបានចេញទៅខេត្តកោះកុងកំពង់ស្ពឺហ្នឹងយើងក៏មានការឧបត្ថម្ភតិចតួចពីបងប្អូនយើងដែលគាត់គាំទ្រដែលស្គាល់តាម Facebook មានអ្នកខ្លះជួយ$5 $10 $20 ទៅដើម្បីឲ្យពួកយើងមានបានសាំងហើយសាំងមួយចំនួនមកធ្វើដំណើរបាទគម្រោងនេះគឺយើងអស់ច្រើនគេគឺថ្លៃសាំងបាទហើយការហូបចុកយើងព្យាយាមបិទត្បៀតខ្លាំងដោយសារយើងមិនមានការឧបត្ថម្ភជាដុំកំភួនទេអញ្ចឹងយើងអ្នកខ្លះគាត់វិចអង្គអ្នកខ្លះមានត្រីងៀតអ្នកខ្លះមានប្រហុកអីចឹងយើងវិចដាក់តាមខ្លួនទៅដើម្បីយើងទៅដល់ណាយើងដាំបាយហូបនៅទីនោះហើយចំពោះការស្នាក់នៅគឺយើងមានតង់យើងមានរឹងឧទាហរណ៍ថាយើងយប់នៅក្នុងកណ្ដាលព្រៃគឺយើងបោះតង់គេងនៅកណ្ដាលព្រៃហើយបើសិនជាយើងយប់នៅក្បែរវត្តយើងព្យាយាមរកវត្តដើម្បីយើងស្នាក់នៅវត្តឬក៏បើសិនជាមានសាលាឃុំសាលាស្រុកឬប៉ុស្តិ៍រដ្ឋបាលយើងនឹងព្យាយាមតំណងគាត់ដើម្បីសុំស្នាក់នៅទីនោះចេញពីខេត្តមួយមកដល់ខេត្តមួយយើងមិនដែលព្រួយយើងជាសង្ឃរេយើងជាសង្ឃរេទោះបីជាដំណើរផ្លូវវែងឆ្ងាយចំណាយថវិកាផ្ទាល់ខ្លួនពេលវេលាកម្លាំងកាយចិត្តព្រមទាំងឧបសគ្គជាច្រើនក៏ដោយតែម្ចាស់គម្រោងរួមទាំងអ្នកថតរូបស្ម័គ្រចិត្តដទៃទៀតនៅតែសប្បាយរីករាយជាមួយនឹងដំណើរផ្សងព្រេងនេះនៅខេត្តតុលានេះពួកគេបានធ្វើដំណើរជាលើកទី2ដោយឆ្លងកាត់ស្រុកគិរីសាគរខេត្តកោះកុងឆ្លងកាត់ជួរភ្នំអូរ៉ាល់ស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺទៅដល់ស្រុកទឹកផុសព្រំប្រទល់ខេត្តកំពង់ឆ្នាំងកាលពីខែមិថុនាបេសកកម្មលើកដំបូងរបស់ពួកគេគឺឆ្លងកាត់បឹងទន្លេសាបពីខេត្តកំពង់ឆ្នាំងឆ្ពោះទៅស្រុកសន្ទុកខេត្តកំពង់ធំដោយឡែកដំណើរបន្ទាប់នៅខែវិច្ឆិកានឹងត្រូវឆ្លងកាត់ខេត្តកំពង់ធំក្រចេះស្ទឹងត្រែងនិងរតនគិរីឧបសគ្គដែលអាចរាប់បាននៅលើដំណើរផ្លូវដ៏វែងឆ្ងាយនេះរួមមានភូមិសាស្ត្រខុសគ្នាពេលវេលាមិនសូវអំណោយផលម៉ូតូខូចអាកាសធាតុតែងផ្លាស់ប្ដូរញឹកញាប់និងការបកស្រាយប្រស្នារបស់អាជ្ញាធរមូលដ្ឋានក្នុងពេលធ្វើដំណើរឆ្លងកាត់តំបន់នីមួយៗពេលយើងឆ្លងកាត់ពីកំពង់ឆ្នាំងទៅកំពង់ធំនៅលើបឹងទន្លេសាបហ្នឹងគឺជាពេលដែលខ្ញុំចាំជាងគេព្រោះពេលហ្នឹងយើងនៅពេលដែលឆ្លងកាត់ដំណាក់កាលហ្នឹងហើយយើង ម
មានអារម្មណ៍ថាយើងដូចបានហួសមួយសាទៀតមានជីវិតថ្មីទៀតទាំងពួកពេលហ្នឹងយើងអស់ហ្មងយកមានអីយកមានកម្លាំងទៅត្រូវថតទៀតទេព្រោះពេលហ្នឹងមកហុកចំណីអាហារក៏អស់ទឹកក៏អស់ដែរយើងសើអស់ហើយយើងធ្វើម៉េចឲ្យប្រឹងដល់យើងឲ្យអាចទៅមុខបានហើយអាពេលពិបាកមែនទែនគឺយើងធ្វើដំណើរបានទៅត្រឹមហើយ4-10 ម៉ែត្រទេយើងជប់ម្ដងព្រោះដើម្បីខ្វេះដីវាជាប់នៅនឹងកំហូបផុកម៉ូតូហ្នឹងឡងកាត់តំបន់ហ្នឹងនៅលើឧបសគ្គខ្លះយើងឃើញមានសត្វទៀតមានពស់មានអីចឹងវាជាសំណាងល្អដែលពួកយើងអត់មានជួបឧបទ្ទហេតុអីវាគ្រាន់តែថាជួនកាលខ្លះយើងជិះកាត់ភ្លៀងដោយសាររដូវភ្លៀងពេលខ្លះយើងជិះកាត់ភ្លៀងពីល្ងាចម៉ោង 5 រហូតដល់ម៉ោង 10 យប់កាត់ភ្លៀងរហូតហើយផ្ទះបាញ់តាមផ្លូវប៉ុន្តែអត់អីដែរព្រោះក្រៅពីដាស់សាយបន្តិចបន្តួចពួកយើងពេលយកទៅនឹងយើងមានថ្នាំដាស់សាយថ្នាំតាក់ទោពួកអីដោយសារដើរព្រៃចឹងមានថ្នាំខ្លះយើងថ្នាំកូនចាញ់ថ្នាំពុះបើសិនជាមានពុះអីយើងមានថ្នាំមានអីចឹងណាចឹងដូចជាអត់មានបញ្ហាអីតាក់ទងចោលនឹងពីសុខភាពបានប្រទេសកម្ពុជានៅលើខ្សែបន្ទាត់ត្រង់មួយទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ Facebook ដែលបន្តតាមដានសកម្មភាពរូបភាពខ្សែវីដេអូផ្សាយជាបន្តបន្ទាប់នៅលើ Facebook Page Cambodian on the Line ក្រុមអ្នកថតរូបនិងប្រមូលរូបភាពល្អៗតាមប្រធានបទ4ផ្សេងគ្នាតាក់ទងទៅនឹងរូបភាពទេសភាពធម្មជាតិជីវភាពប្រជាពលរដ្ឋរបស់របរប្រើប្រាស់ប្រចាំថ្ងៃនៅតាមតំបន់និងកម្រងវីដេអូ time lapse ពួកយើងរំពឹងទុកថាជាឯកសារមួយដ៏សំខាន់ហើយជាដើម្បីឲ្យបង្ហាញថាប្រទេសកម្ពុជាយើងមានធនធានធម្មជាតិមានធម្មជាតិដែលយើងពេលខ្លះយើងអត់ដែលបាននឹកឃើញដល់ហើយជាពិសេសគឺរក្សានៅអនុស្សាវរីយ៍ឯកសារដែលយើងកំពុងតែបង្កើតនៅពេលនេះសម្រាប់នៅថ្ងៃក្រោយនៅពេលបញ្ចប់គម្រោងថតរូបដែលមិនរកប្រាក់ចំណេញនេះក្រុមការងារមានបំណងបោះពុម្ពសៀវភៅកម្រងរូបភាពរៀបចំតាំងពីពណ៌និងផ្សព្វផ្សាយរូបភាពឯកសារលើគេហទំព័ររបស់ខ្លួនតែរយៈពេលបញ្ចប់គម្រោងឆាប់ឬយូរអាស្រ័យទៅលើសមាជិកមានពេលវេលាថតបញ្ចប់ការគាំទ្ររបស់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានដែលជួយឲ្យ Cambodian on the Line បញ្ចប់គម្រោងនេះបានដោយជោគជ័យ